ទូតទស្សនិកជនព្រឹត្តិការណ៍ជីកង់ដើម្បីបរិស្ថាននិងសុខភាពកុមារឆ្នាំទី12នឹងរៀបចំឡើងនៅខេត្តសៀមរាបនាពេលកណ្ដាលខែសីហាឆ្នាំ2026ខាងមុខនេះព្រឹត្តិការណ៍ជីកង់ដើម្បីបរិស្ថាននិងសុខភាពកុមារឆ្នាំទី12នឹងរៀបចំឡើងនៅខេត្តសៀមរាបនៅថ្ងៃទី16ខែសីហាឆ្នាំ2026ខាងមុខនេះក្នុងគោលបំណងដើម្បីលើកកម្ពស់ទេសចរបៃតងនិងរៃអង្គាសថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរយោងតាមបណ្ដាញទំនាក់ទំនងសង្គម Facebook របស់មន្ទីរពេទ្យកុមារអង្គរបានឲ្យដឹងថាព្រឹត្តិការណ៍ជីកង់ដើម្បីបរិស្ថាននិងសុខភាពកុមារឆ្នាំទី12ឆ្នាំ2026លើប្រធានបទស្វែងរកវត្ថុអាថ៌កំបាំងដែលរៀបចំឡើងក្រោមកិច្ចសហការជាមួយគណៈកម្មការរៀបចំព្រឹត្តិការណ៍ជីកង់និងបណ្ដាក្រុមហ៊ុនមួយចំនួនទៀតដើម្បីលើកកម្ពស់ទេសចរនារដូវបៃតងនិងរៃអង្គាសថវិកាជួយដល់ការថែទាំនិងព្យាបាលកុមារនៅមន្ទីរពេទ្យកុមារអង្គរកិច្ចចាត់តាំងពីឆ្នាំ1999មកមន្ទីរពេទ្យកុមារមួយនេះបានជួយសង្គ្រោះជីវិតកុមារជិត3លាននាក់និងផ្ដល់នូវសេវាថែទាំសុខភាពដែលពួកគេត្រូវការហើយមន្ទីរពេទ្យអាចដំណើរការទៅបានដោយពឹងផ្អែកទាំងស្រុងលើជំនួយមូលនិធិមនុស្សធម៌ព្រឹត្តិការណ៍នេះក៏នឹងមានបេសកកម្មដល់អ្នកចូលរួមស្វែងរកវត្ថុអាថ៌កំបាំងដែលបានដាក់នៅក្នុងព្រៃអង្គរគណៈកម្មវិធីជីកង់កំសាន្តជុំវិញកំពែងអង្គរធំនេះនឹងចាប់ផ្ដើមនៅម៉ោង 5:30 នាទីព្រឹកដោយជួបជុំគ្នានៅទីលានព្រះលានជលដំរីចេញដំណើរទៅកាន់ខ្លោងទ្វារដីឆ្នាំងឡើងតាមប្រាសាទជ្រុងកាត់តាមប្រាសាទបាលីលេងខ្លោងទ្វារតកៅខ្លោងទ្វារទន្លេខ្លោងទ្វារខ្មោចខ្លោងទ្វារជ័យនិងបន្តដំណើរមកកាន់ព្រះលានជលដំរីដែលជាទីតាំងបញ្ចប់ហើយក៏មានការទស្សនាផ្សារសហគមន៍ខ្មែរនិងទស្សនាការសម្ដែងសិល្បៈថែមទៀតផងគួរបញ្ជាក់ឲ្យដឹងផងដែលថាជារៀងរាល់ថ្ងៃមានកុមារប្រមាណ400នាក់បានមកទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរដែលក្នុងឆ្នាំ2025កន្លងទៅបានផ្ដល់ការព្យាបាលដល់កុមារសរុបប្រមាណ 122,313 នាក់ក្នុងនោះផ្នែកពិគ្រោះជំងឺក្រៅមានចំនួន 115,127 ករណីនិងផ្នែកសម្រាប់ពេទ្យដោយរួមមានអ្នកជំងឺមកទទួលការព្យាបាលផ្នែកសង្គ្រោះបន្ទាន់អ្នកជំងឺធ្ងន់ធ្ងរអ្នកជំងឺធ្ងន់ទីរោគអ្នកជំងឺវះកាត់អ្នកជំងឺមហារីកអ្នកជំងឺផ្នែកចក្ខុរោគអ្នកជំងឺផ្នែកសុខភាពមាត់ធ្មេញនិងអ្នកជំងឺផ្សេងទៀតចំនួន 7,186 ករណី